hôm nayយើងសារពីការដាក់វីដេអូនៅលើ browser ដែលការដាក់វីដេអូក៏មានពីរបៀបហ្នឹងហើយអញ្ចឹងយើងធ្វើការ export មកខ្ញុំដាក់ center វីដេអូចំណងជើងណាហើយវាយវីដេអូមកដល់នេះយើងដាក់ control ផងតោះមកអ្នកនេះវាយសក់មកណាអេអស៊ីហ្នឹងមកហើយយើងធ្វើការដាក់វីដេអូតែវីដេអូរបស់យើងគឺមានពីរបៀបតែទីមួយយើងទៅ download ដាក់ក្នុង file របស់យើងសិនហើយមួយទៀតគឺ copy link ដាក់អញ្ចឹងខ្ញុំធ្វើការចូលទៅក្នុង TikTok ដើម្បី download វីដេអូមួយមកយើងធ្វើការ copy link វីដេអូហ្នឹងមកតោះមកអ្នកនេះចូលទៅកន្លែងហើយ website មួយវាយតាមហ្នឹងមកដែលយើងអាចចូលមកក្នុង website នេះណាហើយការផាសចូលមកតើមកនឹងចុច download មកអញ្ចឹងវានឹងធ្វើចាំមកស្បកទៅនឹងវីដេអូរបស់យើងគឺនឹង download បានហើយតើអ្នកគ្នាមើលកន្លែង download ខាងលើនេះវានឹងពេញខាងលើចុចមកឃើញអញ្ចឹងអ្នកគ្នាចុចចូលទៅក្នុង folder ហ្នឹងមកវានឹងឃើញវីដេអូយើងអ្នកគ្នាធ្វើការ copy វាសិនមកហើយចូលក្នុងកម្មវិធី VI Code របស់យើងធ្វើការផាសអាវីដេអូហ្នឹងនៅក្នុង folder ដែលយើងបានបង្កើតមកវានឹងចូលនៅក្នុងហ្នឹងហើយហ្នឹងគឺជាវីដេអូដែលយើងបានតម្លើងហើយហើយអ្នកគ្នាធ្វើការរកវីដេអូរបស់យើងដាក់មកវាយ slash ចុចមកចាញ់ហើយអញ្ចឹងអ្នកគ្នា live server ទៅចាញ់បែបនេះវីដេអូរបស់យើងគឺធំពេកអញ្ចឹងអ្នកគ្នាអាចកំណត់ទៅតឹងហើយនឹង high របស់វាបានខ្ញុំឲ្យ high ស្មើប៉ុណ្ណេះ width ស្មើប៉ុណ្ណឹងអញ្ចឹង live server ទៅឃើញវីដេអូរបស់យើងគ្រឿងទូចមើលទៅស្អាតអញ្ចឹងទៅរបៀបទី2ការទៅ copy link នៅក្នុង YouTube វីដេអូក្នុង YouTube អ្នកគ្នាចូលក្នុង YouTube អ្នកគ្នាធ្វើការចុច share ហើយចុចកន្លែងនេះហើយចុច copy មកអ្នកគ្នាមកផាសនៅក្នុង VI Code របស់យើងផាសមកអ្នកគ្នាអត់មានអីសាមញ៉ាំទេអញ្ចឹងអ្នកគ្នាធ្វើការ live server មកនឹងចេញវីដេអូហើយ YouTube ដែលយើងបាន copy link មកមិញហ្នឹងក្រៅពីវីដេអូខ្ញុំចង់ឲ្យអ្នកគ្នាស្វែងយល់ពីការដាក់ sound ណាហើយខ្ញុំធ្វើការដាក់ចូលតមួយហើយដាក់ HR បន្ទាប់ពីក្រោយហ្នឹងខ្ញុំឲ្យ size វាស្មើប៉ុណ្ណេះមកហើយនឹង highlight វាទេដាក់ពណ៌មកប៉ុណ្ណេះនេះយើងឃើញបន្ទាត់ក្រហមមួយពីក្រោយមកអញ្ចឹងខ្ញុំធ្វើការដាក់ចំណងជើងមកវាឲ្យចូលដូចគ្នា sensor audio ហើយជាមួយ sound វាស្តៀងវីដេអូដែរអ្នកគ្នាវា audio មកហើយ control ខាងលើនេះអ្នកគ្នាមិនដាក់ control បានដែរនេះវីដេអូខាងលើហ្នឹងអញ្ចឹងខ្ញុំធ្វើការក្នុងនេះយើងវាយសក់ដូចគ្នាស៊ីមកហើយកន្លែងនេះ AOC យើងធ្វើការដាក់ sound របស់យើងដែលយើងបាន download ហ្នឹងអញ្ចឹងខ្ញុំធ្វើការទៅ down sound សិនអ្នកគ្នាចូល Google ហើយវាយអញ្ចឹងមកតាមរបៀបហ្នឹងមកអ្នកគ្នារើស sound មួយអ្នកគ្នាចុច download អញ្ចឹងអ្នកគ្នាធ្វើការចុចទៅចូលក្នុង sound ហ្នឹងអ្នកគ្នា copy ដូចមាញ់មកចូលក្នុង VI Code របស់យើងធ្វើការផាស sound ហ្នឹងនៅក្នុង folder ដែលយើងបានបង្កើតមកតើយើងបានផាសហើយអ្នកគ្នាចូលមកកន្លែងនេះយើងវាយចុច slash មកវានឹងឲ្យយើងដាក់រើស sound ហ្នឹងអ្នកគ្នារើស sound ដែលយើងបានតម្លើងមិញមកដាក់មកអ្នកគ្នា live server ទៅហើយយើងចុចស្ដាប់មកនេះ sound របស់យើងដែលយើងបានដាក់ហ្នឹងអញ្ចឹងវានឹងលឺហើយសរុបមកវិញការដាក់វីដេអូរបស់យើងគឺមានពីររបៀបមួយវីដេអូនឹងមាននៅក្នុង file ត្មងហើយមួយទៀតគឺយើង copy link YouTube យើងដាក់មកហើយការដាក់ sound យើងគឺការតម្លើង sound យកមកដាក់ក្នុង folder របស់យើងហើយយើងដាក់ក្នុងហ្នឹងទៅវានឹងដើរយើងហើយ